ជឿលើខ្លួនឯងជឿលើខ្លួនឯងច្បាស់100%ផលនឹងបាន100%គ្រប់យ៉ាងរឿងអ្វីក៏ដោយអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនរួមលោកទាំងគ្នាមើលពីតអូននេះហើយពីដើមដល់ចប់ពុកម៉ែបងប្អូនណាហើយshareបន្តបានច្រើនបើពុកម៉ែបងប្អូនគាត់ថាជឿលើខ្លួនឯង100%ហើយលទ្ធផលនឹងបានដោយងាយៗសប្បាយជឿលើអីគេអ្នកគ្រូជឿលើអ្វីក៏អាចធ្វើបាននៅលើโลกនេះឲ្យតែយើងហ៊ានគិតហ៊ានសម្រេចចិត្តតែអត់មានដាក់ការសង្ស័យខ្លួនឯងតែអត់មានត្រូវប្រាប់ខ្លួនឯងថាខ្លួនឯងសង្ស័យអ្វីមួយឬមួយក៏គិតបែបអវិជ្ជមានទេជឿបែបវិជ្ជមានគិតបែបងាយៗសប្បាយជឿថាខ្លួនឯងនេះមានធម៌ពលខាងក្នុងចិត្តបែបធម្មជាតិជឿខ្លួនឯងនេះថាមានធម៌ពលមួយបែបធម្មជាតិដែលធ្វើឲ្យយើងសម្រាប់គោលដៅបានដោយងាយៗសប្បាយគោលដៅអ្វីក៏ដោយឲ្យតែយើងដាក់យើងសម្រេចចិត្តយើងហ៊ានបានន័យថាយើងនឹងបានជួបគោលដៅមួយដ៏ស័ក្តិសមនឹងយើងអញ្ចឹងយើងត្រូវតែនិយាយហ៊ានគិតប្រាប់ខ្លួនឯងថាខ្ញុំមានគោលដៅចង់បានលុយសល់$2000មួយខែអញ្ចឹងពុកម៉ែបងប្អូនរួមលោកអ្នកគ្នាចង់បានសល់លុយ$2000ក្នុងមួយខែអញ្ចឹងយើងត្រូវតែដាក់គោលដៅហើយយើងត្រូវតែនិយាយជឿលើខ្លួនឯងហើយទទួលរួចរាល់មិនអ្នកគ្រូទទួលបានន័យថាលុយ2000ក្នុងមួយខែយើងបានសម្រេចគោលបំណងរួចរាល់ហើយចូលក្នុងកុងធនាគាររបស់យើងឬមួយក៏ចូលក្នុងកាបូបរបស់យើងគ្រប់ចំនួនហើយស្រមើស្រមៃឲ្យដល់គោលដៅនេះរួចហើយពុកម៉ែបងប្អូននឹងបានសម្រេចដោយងាយៗស្វាយតាមពេលវេលាដែលពុកម៉ែបងប្អូនអនុវត្តណាអនុវត្តទី1យើងត្រូវតែប្រកបមុខរបរឬអាជីវកម្មរបស់យើងដោយងាយៗសប្បាយដោយក្តីសង្ឃឹមដោយក្តីញញឹមដោយក្តីសុខអញ្ចឹងអ្វីគ្រប់យ៉ាងគឺការចេញពីការរបស់ការក្នុងចិត្តរបស់យើងតែកុំវិភាគហេតុផលខាងក្រៅច្រើនពេកធ្វើឲ្យយើងបែកអារម្មណ៍ធ្វើឲ្យយើងនេះអារម្មណ៍គិតអវិជ្ជមានភ្លាមអញ្ចឹងអ្វីគ្រប់យ៉ាងវាកើតចេញពីការគិតបែបមានសប្បាយសេចក្តីសុខគ្រប់យ៉ាងអញ្ចឹងហេតុតែពុកម៉ែបងប្អូនមានគ្រប់យ៉ាងហើយតែអត់ទាន់បានលទ្ធផលមួយដែលគួរឲ្យយើងចង់បានទេអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវតែគិតងាយៗសប្បាយសិនណាគិតឲ្យដល់គោលដៅសិនសម្រេចហើយពុកម៉ែបងប្អូននឹងមានអារម្មណ៍មួយស្ដុកស្ដំក្នុងចិត្តពេលបានលុយទទួលគ្រប់គ្រាន់ចំនួន$2000ក្នុងមួយខែហេតុតែយើងចង់បានលុយយើងត្រូវតែធ្វើអារម្មណ៍មួយដែលយើងទទួលរួចរាល់អញ្ចឹងคลิปខ្លីខ្លឹមសម្រាប់ពុកម៉ែបងប្អូនរួមលោកអ្នកគ្នាដែលមានសញ្ញាថាចង់សល់លុយមួយខែ$2000ឬមួយក៏ចង់សល់លុយរបៀបដែលពុកម៉ែបងប្អូនចង់បានបែបណាពុកម៉ែបងប្អូនគិតបែបនោះចង់បានបែបណាពុកម៉ែបងប្អូនសម្រេចបែបនោះទៅព្រោះអ្វីលទ្ធផលនឹងបានតែងាយៗសប្បាយវាអត់ខុសបំណងយើងទេណាពុកម៉ែបងប្អូនរួមលោកអ្នកគ្នាព្រោះបំណងការគិតរបស់យើងនឹងបានសម្រេចក្នុងពេលដែលយើងជឿលើខ្លួនឯង100%អ្វីដែលសំខាន់លើโลกនេះទៀតគឺសំខាន់ការនិយាយការគិតរបស់យើងដដែលអានិយាយដដែលនេះហើយធ្វើឲ្យខួរក្បាលរបស់យើងចាំធ្វើឲ្យច្បាប់ធម្មជាតិដឹកនាំពំយួររឿងដែលយើងដាក់គោលដៅនេះមកឲ្យយើងដែលងាយៗសប្បាយគ្មានអ្វីដែលគិតថាបើយើងកាត់ទុកគឺมันអាចដល់គោលដៅបើយើងកាត់ទុកយើងនឹងបោះចោលកណ្ដាលផ្លូវអញ្ចឹងអ្វីក៏ដោយបើដាក់គោលដៅហើយពុកម៉ែកំពុងតែជួបប្រទះរឿងរ៉ាវរឹតតែអាក្រក់រឿងរ៉ាវរឹតតែធ្ងន់ជាងមុនទៀតសូមកុំបារម្ភត្រូវតែងាកមកគិតរឿងគោលដៅរបស់យើង$2000ក្នុងមួយខែអត់ខ្វល់សំខាន់នៅតែរីករាយនៅតែញញឹមនៅតែសង្ឃឹមគោលដៅជានិច្ចដល់ពេលវេលានឹងបានសម្រេចដោយងាយៗសប្បាយគ្មានអ្វីដែលជាងងាយជាងការគិតបែបធម្មជាតិសប្បាយជាងដែលយើងអភិវឌ្ឍខ្លួនបានសម្រេចទេអញ្ចឹងការនៅលើโลกនេះអ្វីដែលអស្ចារ្យបំផុតគឺខ្លួនយើងជឿលើខ្លួនឯងបើយើងអត់ជឿលើខ្លួនឯងតើឲ្យខាងណាជឿលើយើងបងប្អូនរួមលោកអរគ្នាគ្រាន់តែមានជំនឿជឿលើខ្លួនឯងថាមពលមកដោយងាយៗសប្បាយអស្ចារ្យបំផុតនៅលើโลกនេះគឺយើងជាអ្នកចាប់ផ្ដើមយើងជាអ្នកសាងយើងជាអ្នកមានសុភមង្គលខ្លួនឯងអញ្ចឹងខ្លួនឯងត្រូវតែគិតខ្លួនឯងมันអាចឲ្យពាក្យអ្នកដតីឬមួយក៏ការវាយតម្លៃរបស់
ពុកម៉ែបងប្អូនផ្សេងទៀតមកលើយើងទេថាយើងជាមនុស្សមិនកើតយើងជាមនុស្សអត់កំណើតឬមួយយើងជាមនុស្សម្នាក់ដែលអត់សល់លុយការងារមិនល្អអត់សំខាន់ខ្លួនឯងកុំមើលងាយខ្លួនឯងកុំវាយតម្លៃខ្លួនឯងពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាណាព្រោះមកចិត្តកើតមកដូចគ្នាអ្វីក៏យើងអាចសម្រេចបានទាំងអស់មិនថាទីណាឬទីណាទេពុកម៉ែបងប្អូនជាមនុស្សម្នាក់ដែលយើងសំខាន់ជាងគេបំផុតនៅលើโลกនេះអញ្ចឹងអ្វីដែលសំខាន់ជាងគេគឺយើងត្រូវតែសាង